មេរៀនជីវិតក្នុងដំណើរជីវិតរបស់យើងរហូតមកយើងឃើញថាមានជួបមានប្រត់ដូច្នេះយើងក៏បីបដិបត្តិឲ្យបានត្រឹមត្រូវតាមព្រះពុទ្ធដីកាក្នុងពីរចំណុចនេះគឺ1ត្រូវចេះស្រឡាញ់អ្នកដទៃឲ្យបានល្អនៅពេលដែលអ្នកដទៃនោះបានចូលមកដល់ជីវិតរបស់យើងពោលគឺត្រូវចេះស្រឡាញ់ដោយមេត្តាហើយមានការពិចារណាឲ្យប្រឆាចការហួងហែង2ត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានល្អនៅពេលដែលអ្នកដទៃនោះបានចេញពីជីវិតរបស់យើងទៅវិញពោលគឺត្រូវចេះយកកុសលធម៌ជាទីពឹងដែលជាការជួយខ្លួនឯងឲ្យរួចផុតអំពីសេចក្តីទុក្ខសោកអាឡោះអាល័យអ្វីជាការពិតដោយបរមត្ថមានហេតុផលត្រឹមត្រូវគឺសុទ្ធតែជាមេរៀនឲ្យចម្រើនបញ្ញាមិនមែនសម្រាប់ឲ្យហួងហែងហើយសោកសៅនោះឡើយមេត្តាផ្ទុយពីលោភៈអ្នកមានចិត្តអប់រំដោយធម៌មេត្តារមែងទទួលយកបាននៅការខ្វះខាតរបស់អ្នកដទៃដោយការឲ្យអភ័យដើម្បីសេចក្តីសុខដល់អ្នកដទៃទាំងអស់នោះផ្ទុយអំពីមេត្តាធម៌លោភៈគិតចង់បានអ្វីអំពីអ្នកដទៃដើម្បីខ្លួនឯងចង់បានតែអ្វីដែលខ្លួនឯងពេញចិត្តប៉ុណ្ណោះមិនអនុគ្រោះមិនឲ្យអភ័យដល់ការខ្វះខាតរបស់អ្នកដទៃឡើយលោភៈមានការហួងហែងថាជារបស់ខ្លួនជាបច្ច័យនាំឲ្យមានការឈ្លោះប្រកែកទោសទែងនិងសេចក្តីទុក្ខសោកចំណែកមេត្តាធម៌ប្រឆាចការជាប់ជំពាក់មិនប្រជែងដណ្ដើមអ្វីអំពីអ្នកដទៃឡើយសិរីសួស្តីនៃជីវិតបើយើងជាមនុស្សល្អពិតមានការទុកចិត្តអំពីអ្នកដទៃត្រឹមតែប៉ុណ្ណឹងក៏ធ្វើឲ្យអ្នកដទៃបានសេចក្តីសុខទៅហើយការសាងទំនុកចិត្តមុនដំបូងជាការងាយគ្រាន់ទេប៉ុន្តែបើទម្លាយការទុកចិត្តនោះម្ដងហើយវាលំបាកនឹងសាងវិញណាស់កុំភ្លេចថាជីវិតមានសិរីសួស្តីនៅត្រង់រស់នៅឲ្យអ្នកដទៃបានសុខបានចម្រើនកើនប្រយោជន៍ដូច្នេះមនុស្សឆ្លាតល្អគឺជាមនុស្សដែលចេះថែរក្សាសិរីសួស្តីឲ្យខ្លួនឯងបើមិនញញឹមកុំសង្ឃឹមការលក់ដូរបើមិនថ្លៃថ្នូរកុំសង្ឃឹមយសសិរី